Ngày ní nhóm bạn mà choរួមcho mỗi năng cam vị thi và hàngផលិតផលថ្មីរបស់ Lenovo នៅប្រទេសថៃបាទទីក្រុងបាងកកនេះកម្មវិធីរបស់គេ Lenovo 360 Accelerate អញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញពីផលិតផលថ្មីដែលផលិតផលខ្លះគឺអត់ទាន់មិនខ្លះគឺទាំងអស់ demo ហ្នឹងគឺអត់ទាន់មានលក់ស្រុកយើងទេគាត់ថា tablet មួយចំនួនគឺតិចទៀតហ្នឹងគឺហាងនីកាមានលក់អីចាំមើលខ្ញុំបង្ហាញអ្នកនរគ្នាថាគេមានអីប្លែកខ្លះមានរបស់ខ្លះទំនើបមែនតើតោះទៅមើលមួយខ្ញុំទាំងអស់គ្នាអ្នកនរគ្នាចាំមើលអេក្រង់របស់ laptop នេះអាចបលូតបាននេះបលូតឡើងខ្ពស់ខ្ញុំចុចមកវិញវាបលូតចូលវិញអានេះគឺ Lenovo ThinkBook Plus G6 Rollable បាទអេក្រង់អាចបលូតហើយនេះបានចំពោះរូបរាងរបស់វាអូខេស្អាតកម្រាស់ចំនួនអត់សូវធ្ងន់ទេ laptop នេះតែវាលយត្រង់អេក្រង់ខ្ញុំសុំឆែកមើលស្ពេចបង្ហាញអ្នកនរគ្នាបន្តិចអានេះ CPU Intel Core Ultra 7 RAM 32GB storage មួយតេបាទ RAM 32 storage មួយតេ GPU Intel Arc ប្រភេទពួក Arc នេះអញ្ចឹងចំណុចពិសេសរបស់ Lenovo ThinkBook Plus G6 Rollable គឺអេក្រង់របស់វាមាន key មួយពេលដែលយើងចុចទៅគឺវាបលូតឡើងមកអញ្ចឹងអានេះសម្រាប់ការប្រើប្រាស់ខ្ញុំគិតថាវាស្រួលត្រង់ពេលដែលយើងប្រើបើកកម្មវិធីចែកអេក្រង់ឬមួយក៏យើងប្រើការងារច្រើនហើយចំណែកអាមួយនេះគឺជា laptop ដែលយើងអាចភ្ជាប់ជាមួយនឹង monitor សម្រាប់ធ្វើការ extend វាបានដូចអ្នកនរគ្នាឃើញស្រាប់ហើយអេក្រង់សងខាងអញ្ចឹងសម្រាប់អេក្រង់របស់វាហ្នឹងគឺយើងអាចដោះចេញបានអាហ្នឹងវាដូចឆក់អញ្ចឹងនេះវាមាន pin connector របស់វាអញ្ចឹងអា pin ហ្នឹងយើង connect ជាមួយនឹង laptop នេះណាគេធ្វើមកគឺមានជាប់មកស្រាប់អញ្ចឹងយើងដាក់មកដាក់មកគឺចេញអញ្ចឹងមកអញ្ចឹងអានេះពេលដែលយើងប្រើប្រាស់បាច់ប្របែអូទិញ monitor ដាក់ផ្សេងទេដោយសារនេះគឺយើងអាចដាក់ភ្ជាប់ជាមួយនឹង laptop បានហើយឈ្មោះរបស់វានេះឈ្មោះវែងពេក Lenovo ThinkBook 13X G4 អីគេខ្លះនេះមាន dual display ហើយចំពោះ spec របស់វាchip Intel Core Ultra 9ហើយRAM 32GB storage 512 GPU Intel ពួកប្រភេទ Arc Graphics អានេះ GPU ជាប់បាទតែកម្រាស់ស្ដើងនេះអ្នកនរគ្នាមើលហ៊ុនដោតកាសវាហើយមើលកម្រាស់អញ្ចឹងកម្រាស់វាហ្នឹងគឺស្មើនឹងហ៊ុនដោតកាសហ្នឹងមកអញ្ចឹងអានេះគឺជា Legion T5 ម៉ាស៊ីន gaming ប្រើ GPU RTX 4060សម្រាប់ demo អស់ហ្នឹងគឺអត់ទាន់មានលក់នៅស្រុកយើងទេខ្ញុំឮថានៅឆមាសក្រោយតែគ្រាន់តែខ្ញុំចង់ថតបង្ហាញអ្នកនរគ្នាដោយសារតែ Lenovo គឺមានផលិតផលច្រើននេះមានទាំង tablet មានទាំងប្រភេទពួក desktop gaming មានទាំង laptop ទូរស័ព្ទបាទច្រើនមែនទែនចាំមើលខ្ញុំបើក spec ឲ្យអ្នកនរគ្នាមើល performance នេះ Nvidia GeForce RTX 4060 ហើយ CPU អានេះ Intel Core Ultra 5 memory 32 storage 1 តេ180 Hz refresh rate ហើយអេក្រង់វារាងកោងស្អាតណាស់ហើយខាងក្រោមនេះដូចជាអានេះប្រហែលជាកាមេរ៉ាមិនដឹង sensor មិនដឹងទេហើយធុងរបស់វាអក្សរ Legend លោតភ្លើង RGB ស្អាតមានអានោះមួយទៀតអានេះ monitor ចឹងអានេះពួក LOQ ពួក lock ហ្នឹងខ្ញុំធ្លាប់បង្ហាញអ្នកនរគ្នាជាមួយនឹង laptop gaming របស់ lock ហ្នឹងតម្លៃវាធូរថ្លៃនិយាយមែនgaming laptop របស់ Lenovo អា series lock ហ្នឹងគឺធូរថ្លៃហ្មង RAM 210G 610G ហើយ GPU ប្រើក្បាល30ក្បាល40ប៉ុន្តែតម្លៃដល់ 1000 នេះអានោះពួក gaming តម្លៃធូរថ្លៃដូចជា600ជាង700ជាង300ជាងតាមប្រភេទ spec របស់វាហើយអានេះក៏ monitor គេតចេញពីឥឡូវមកមើល tab របស់ Lenovo ម្ដងហើយ tab នេះនឹងមានលក់នៅហាងនីកានៅដើមខែក្រោយហ្នឹងឯងអ្នកនរគ្នាមើលរូបរាងរបស់វាកម្រាស់ស្ដើងល្អហើយទម្ងន់គឺស្រាលអានេះគឺ Lenovo Legion Tab Gen 3ជាប្រភេទ tab gaming
Ekran របស់វា 8.8 inch កម្រិតបង្ហាញ 2.5K refresh rate 165 Hz ហើយកម្រិតពន្លឺរបស់វា 900 nit បើសម្រាប់ទូរស័ព្ទវា load ដល់1000 2000 nit អានោះវាត្រូវហើយប៉ុន្តែបើសម្រាប់ tablet ភាគច្រើនគឺបាន4ទៅ500ទេប៉ុន្តែនេះបាន900 nit ហើយបើនិយាយពីកម្លាំងម៉ាស៊ីនវិញ RAM 12GB ប្រភេទ LPDDR5X Storage 256 UFS 4.0 ហើយ chip Snapdragon 8 Gen 3 អញ្ចឹងអានេះលេងហ្គេមគឺមកឆ្ងាញ់តែម្ដងតែខ្ញុំស្រឡាញ់គឺត្រង់ថារូបរាងវាស្ដើងវាតូចល្មមជាមួយនឹងអេក្រង់ 8.8 inch ហើយអូសវិជា smooth ល្អមែនទែនដំណើរការ Android 14 ប៉ុន្តែទទួលបាន Major OS Update បាន3ជំនាន់ហើយទៅលើថ្ម 6550 mAh អញ្ចឹងឯនេះយើងប្រើលេងហ្គេមគឺកាន់ថ្មបានយូរហើយចាំមើលនៅពេលដែលមានលក់នៅ Hanika ចាំខ្ញុំយកមកធ្វើបទបង្ហាញបន្ថែមខ្ញុំនឹងយកវាមកលេងហ្គេមធ្វើការតេស្តចេញវីដេអូ review បង្ហាញទៅអ្នកនរគ្នានៅពេលក្រោយតម្លៃ$469អញ្ចឹងអ្នកនរគ្នាដឹងពី spec របស់វាត្រួសហើយនិយាយរឿងកាមេរ៉ាខាងមុខ8 megapixel ហើយខាងក្រោយវាមាន2គ្រាប់13 megapixel មួយហើយ2 megapixel នេះគឺជា lens macro tablet តែមាន lens macro ចំណុចពិសេសមួយទៀតនោះគឺវាមានមុខងារ smart connect ដែលអ្នកនរគ្នាអាចភ្ជាប់ tablet ហ្នឹងជាមួយនឹង monitor នេះអញ្ចឹងមិញខ្ញុំធ្វើការភ្ជាប់ហើយអាហ្នឹងវាលក្ខណៈដូច ecosystem អញ្ចឹងយើងប្រើផលិតផលរបស់គេប្រើ tablet Lenovo ជាមួយនឹង monitor Lenovo ឬមួយក៏ laptop Lenovo យើងអាច share ប្រើប្រាស់បាទគួបគ្នាតែមួយបានអញ្ចឹងឧទាហរណ៍ថា monitor របស់ខ្ញុំវាមាន webcam ឯងខ្ញុំចង់ធ្វើការ video call ខ្ញុំអាចប្រើកាមេរ៉ារបស់ tab ហ្នឹងធ្វើជា webcam ឥឡូវនេះចាំមើលខ្ញុំចូលកន្លែង webcam នៅលើ monitor នេះអ្នកនរគ្នាឃើញសាច់ video របស់វាខ្ញុំស្រឡាញ់តោះណាសាច់ video វាច្បាស់អានេះមិនមែន HD ទេវាចូល Full HD ឬមួយក៏ 1.5K ឯងបាទកម្រិតនេះគឺ Full HD ហីអញ្ចឹងមើលឃើញទាំងនៅលើ tablet ហើយនៅលើ monitor នោះក៏ឃើញច្បាស់ដែរ webcam វាច្បាស់ល្អមែនទែនខ្ញុំនិយាយទៅវារៀង surprise ដែរព្រោះធម្មតា webcam នៅលើ tablet ឬមួយក៏ទូរស័ព្ទយើងហ្មងបានត្រឹម HD អានេះឃើញខ្ញុំអត់ដឹងកម្រិតប្រហែលទេតែតាមខ្ញុំមើលសាច់វីដេអូនេះគឺ Full HD ហីច្បាស់មែនទែនហើយយើងអាចធ្វើការបើក app នៅលើនេះអានេះសារ app នៅលើ tablet របស់យើងនេះយើងអាចបើកប្រើប្រាស់នៅលើនឹងបានហ្មងហើយខ្ញុំចូល setting នេះអូខេខ្ញុំបាច់កាន់ tablet បើសិនអាណិតទេយើងធ្វើការយើងប្រើ monitor ហ្នឹងហើយយើងភ្ជាប់ជាមួយនឹង tablet របស់យើងទៅបើកមើលលើនេះវាឃើញធំសាកចូល game ជាមួយខ្ញុំសាកចូល game PUBG នេះចូលបានទេណាព្រោះណានេះវាអត់ពេញទេដោយសារនេះវា version mobile ទេហើយអេក្រង់របស់យើងវាកោងវាធំអញ្ចឹងសម្រាប់ tablet Lenovo Legend Tab Gen 3 ហ្នឹងគឺនឹងមានលក់នៅ Hanika ឆាប់ហើយអាចដើមខែក្រោយហ្នឹងតម្លៃ$469ខ្ញុំចាប់អារម្មណ៍ដែរប្រហែលជាអាចនឹងសេរីប្រើខ្លួនឯងមួយចាំខ្ញុំបង្ហាញអ្នកនរគ្នានៅពេលក្រោយទៀតអ្នកនរគ្នានេះគឺជា monitor 3D ThinkVision របស់ Lenovo ទំហំ27 inch 4K ចំណុចពិសេសរបស់ monitor ហ្នឹងគឺត្រង់ណារូប graphic វាផុសដោយអ្នកនរគ្នាមិនបាច់ពាក់វ៉ែនតាឧទាហរណ៍រូប land រូប dinosaur ឥឡូវខ្ញុំ select យករូប land នេះនៅក្នុងកាមេរ៉ាប្រហែលជាអ្នកនរគ្នាមើលអត់ឃើញទេប៉ុន្តែសម្រាប់ខ្ញុំមើលឃើញផុសរូប land នៅពេលដែលខ្ញុំងាកទៅឆ្វេងឬក៏ទៅស្ដាំខ្ញុំឃើញអារូបហ្នឹងដូចវាងាកតាមយើងអញ្ចឹងដោយសារនេះនៅខាងក្រោមគឺវាមានជាមួយនឹង 3D Eye Detection ដែលជា sensor វាតាមចាប់គ្រាប់ភ្នែករបស់យើងបានន័យថាគ្រាប់ភ្នែករបស់យើងកលៀសទៅណាអារូបហ្នឹងវាកលៀសតាមដែរហើយអ្វីដែលខ្ញុំមើលឃើញគឺរូបឡានហ្នឹងវាខុសមកខាងក្រៅប៉ុន្តែអ្នកនរគ្នាមើលក្នុងកាមេរ៉ាមើលឃើញទេខ្ញុំឧទាហរណ៍ឲ្យងាយយល់រូបផ្កានេះខ្ញុំកាន់ត្រឹមនេះបានន័យថាឡានដែលខ្ញុំឃើញហ្នឹងគឺខ្ញុំឃើញវាផុសចេញមកដូចនៅកន្លែងដើមផ្កាដែលខ្ញុំកាន់ហ្នឹងអញ្ចឹងប៉ុន្តែក្នុងកាមេរ៉ាគឺអ្នកនរគ្នាគឺរូបឡានហ្នឹងនៅក្នុង monitor ត្រូវអត់តែអ្វីដែលខ្ញុំឃើញគឺខុសគ្នាអញ្ចឹងវាពិបាកដែរខ្ញុំអាចបង្ហាញនៅក្នុងកាមេរ៉ាបានហើយសម្រាប់ monitor នេះគឺវាពិសេសមែនទែនសម្រាប់ការងារបែបលក្ខណៈ 3D design អញ្ចឹងដោយសារចេះនេះយើងអាចមើលឃើញដល់អាគ្រឿងខាងក្នុងរបស់វាបានន័យថានៅពេលដែលខ្ញុំដាក់ភ្នែកខ្ញុំគៀកភ្នែកខ្ញុំចូលកាន់តាគៀកគឺខ្ញុំឃើញអារូបឡានហ្នឹងខ្ញុំមើលឃើញដល់អាគ្រឿងខាងក្នុងរបស់វាហ្មងនេះបើសិនខ្ញុំដាក់ភ្នែកចូលគៀកទេ
để xe sensor bên này cái chập đứng á, cái chập của bên đây bao nhiêu dân đây chừng ngày nay dân đây chất từ còn đây chừng ngày cứ bia này bia detect tam nè bên này nhung mưa chất tới nhung khơi khưởng lên ở cái đông còn đây là đó cái mưa khơi nhỉ vậy chắc là ní chỉ motor đây cho chủ đối nâng ở laptop von Lenovo chắc là sen chỉ laptop Lenovo bao nhiêu miền graphic card ở thống graphic card kháng dân ai chơi cái render rồi mua cổ để biết ha chắc ở Facebook file 2D còn lại tôi chỉ 3D mơ hướng bài 3D tôi mơ nó con nhập bạch bẹt bên tay chắc là ní còn tay chia demo ai đồng nhiên lúc đây sống mày nơi ở ngay khỏi nhưng mà đang ngày này cái đó nên chắc ở nick cứ chia software Creator Zone bo Lenovo cái này version beta để dùng trong với cả tay và hai nhà đó kia anh ấy cứ chia AI để dương sẽ keyword trong prompt bao biết là bây bạc cao chỉ rút hiệp chẳng nơi không nè nơi không lại customize generation nè cho máu bị miên keyword nhưng trong cái bạc cao thủ ấy dương sẽ đã máu hai hàng khóm nè bị miên cùng rú dương à lấy nè bị miên default bị miên PTT gì chẳng nè bạn chẳng là lấy ưu tiên ho nhom sẽ bị muối nhom đặt anh ấy trong upload thủ của bạn này upload thủ hàng khóm nè đây nhom cho say adopt it apple hay nhom vô human realistic and then create biết của con này với cái generate đây chẳng sầm rap creator dấu nắng để đó kia ai phở nơi laptop Lenovo ở nè model để nhôm hai model dùng cái nó có bán model sen có bán còn đây còn là thay sầm rap laptop đại bắt đầu từ lừa ở cái thay AI á cứ biết với cái generate đúc thiếp bán lươn chiêng và phê laptop không ở đây bạn chẳng laptop nó cứ chia laptop đây ở bắt đầu từ lừa một mi AI một cái xịp lại bom nhôm xe mới nhá lấy nhôm sạc đồ đặt InStyle này mà cái create về mình đông tiền P để biết với cái chân ở đấy nó cầm thi nó cứ vì bắt đầu ngón từ lơ camera cầm lắng trên vì chi vì dù people mà phải em cứ chia sẻ máy ca AI trong cột dáng cứ AI đó chi tiết tiền ca nghe tiền ca cầm xa để rôm tới ca phở phè tu tư và trong ngay bao nhiêu cứ can tại sưu ca hồ nó bao mà nước cứ can tại sủa thay môi cầm đất tia đây